បាទសួស្តីពុកម៉ែបងប្អូនបាទអរគុណច្រើនសម្រាប់ការចូលទៅក្នុងខមមិននៅវីដេអូមុនបាទដែលខ្ញុំសួរថាបកងឆាឈ្មោះអីចឹងណាហើយក៏មានអ្នកឆ្លើយត្រូវច្រើនតែគាត់ថាខ្ញុំយកអ្នកដែលឆ្លើយត្រូវមុនគេអញ្ចឹងខ្ញុំមុនដំបូងក៏សូមអភ័យទោសដល់បងប្អូនដែរពេលខ្លះអ្នកខ្លះក៏សូវពេញចិត្តទេដែលមានឈ្មោះថៃនៅលើក្រោយអញ្ចឹងណាខ្ញុំចង់ថាខ្ញុំដើរ2ឆ្នាំហើយខ្ញុំដាក់តាំងពីមិនទាន់មានរឿងមានរាវមួយគ្នាម្លេះចឹងហើយឈ្មោះហ្នឹងក៏វានៅជាប់នៅក្នុងមនុយហាងខ្ញុំដល់សប្ថ្ងៃហ្នឹងចឹងណាហើយគឺជាបកងឆាបែបថៃបាទដោយសារតែខ្ញុំធ្លាប់ទៅរស់នៅថៃចឹងទៅខ្ញុំក៏ចេះចង់ភៅវានងខ្លះចេះពីខ្មែរខ្លះចឹងទៅហើយកូនកាត់និយាយថាពីច្រើនហូបនេះកូនកាត់ចឹងហ្មងដល់ពេលទៅវាអត់ចំខ្មែរ 100% ក៏អត់ចំថៃ 100% ដែរហើយក៏ឈ្មោះវាជាបកងឆាបែបថៃបាទចឹងហើយបងអូនប្រុសគាត់ឆ្លើយត្រូវគាត់មិនមែនអ្នកស្គាល់ខ្ញុំទេតែគាត់ដឹងថាគាត់អ្នកនៅចំការដូងដែរទេពេលខ្ញុំចាក់តូនគាត់ថាគាត់ត្រូវរង្វាន់អញ្ចឹងណាហ្នឹងហើយក៏មានបងប្អូនយើងឆ្លើយត្រូវច្រើនក៏ប៉ុន្តែគាត់ថាគាត់បានឆ្លើយមុនគេហើយក៏គាត់ឆ្លើយត្រូវដែរអញ្ចឹងក៏អរគុណច្រើន brother សម្រាប់ការឈ្នះរង្វាន់សាច់គោញៀនឈុត$10បាទហើយក៏ចូលរួមសោកស្ដាយដល់បងប្អូនដែលឆ្លើយត្រូវហើយក៏មិនបានទទួលដែរដោយសារតែយើងយកតែម្នាក់ទេក្នុងការលេងហ្គេមម្ដងក្នុងការលេងហ្គេមនេះមួយអាទិត្យខ្ញុំអាចលេងម្ដងទៅ2ដងអញ្ចឹងបងប្អូនអាចចុច follow TikTok ខ្ញុំបានដើម្បីបានលេងហ្គេមញ៉ាំ free សាច់គោញៀនឬក៏ម្ហូបផ្សេងៗប្រចាំហាងខ្ញុំអញ្ចឹងណាចឹងហើយនេះគឺជាវីដេអូដែលខ្ញុំធ្វើបកងឆាបែបថៃហ្នឹងបងប្អូនអាចមើលបានចង់សួរព័ត៌មានថាដាក់មិនខ្លះរសជាតិមិនអីអាចសួរខ្ញុំបានគឺរសជាតិវាគឺបែបជាហឹរបែបនិយាយចំវាបែបឆាខ្ទិះបន្តិចឆាប៊ីតេបន្តិចចឹងណានិយាយរួមវាជាកូនកាត់និយាយរួមចឹងហ្មងតែវាអត់ត្រូវនឹងឆាខ្ទិះវាក៏អត់ត្រូវជាទេសសុទ្ធដែរចឹងណាតែរសជាតិវាឆ្ងាញ់បងប្អូនអាចយកញ៉ាំបាយក៏បានខ្លែមក៏បានហើយយកទៅញ៉ាំមួយនំប៉័ងក៏បានដែរគឺវាមានជម្រើសច្រើនចឹងណាចឹងហើយក៏អរគុណច្រើនដល់បងប្អូនដែលបានចូលខមមិនបាទកុំភ្លេចជួយ follow ជួយ share ជួយ copy link ឲ្យវីដេអូខ្ញុំតទៀតផងដោយសារខ្ញុំអាសាលេងទេមួយអាទិត្យខ្ញុំលេង2ដងឬក៏ម្ដងហ្នឹងតាមដែលខ្ញុំតំណេច្រើនឬក៏តំណេតិចចឹងណាហើយសម្រាប់បងប្អូនដែលចង់ញ៉ាំសាច់គោញៀនគឺខ្ញុំមានលក់រាល់ថ្ងៃបាទគឺបងប្អូនអាចតាក់ទងតាម Telegram លេខទៅលើ profile TikTok ខ្ញុំណាគ្រាន់តែចូល TikTok ខ្ញុំក្នុង profile ហ្នឹងឃើញលេខទូរស័ព្ទហ្នឹងហើយអញ្ចឹងបងប្អូនអាចខលសួរព័ត៌មានឆាតសួរព័ត៌មានក៏បានតាម Facebook ក៏បាននិយាយរួមខ្ញុំតាមទទួលតបឆាតបងប្អូនចំណិចអញ្ចឹងណាបងប្អូន